តែនៅទាំងអស់គ្នាដឹងដែរទេថាបរិស្ថានគឺជាអ្វីបរិស្ថានគឺជាអ្វីដែលចូលវិញខ្លួនយើងទាំងមានជីវិតនិងអត់ជីវិតក្នុងមនុស្សមានដូចជាមនុស្សសត្វរុក្ខជាតិបរិយាកាសទឹកនិងដីផងដែរតែអ្នកទាំងអស់គ្នាដឹងទេថាបរិស្ថានមានសារៈសំខាន់យ៉ាងដូចម្ដេចបរិស្ថានពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្លួនយើងជាពិសេសគឺចំពោះមនុស្សតែម្ដងបើមិនជាគ្មានបរិស្ថានក៏គ្មានមនុស្សផងដែរផ្ទុយទៅវិញជាជាងការពារបរិស្ថានឬគាំទ្រដល់បរិស្ថានឲ្យស្រស់បំព្រងមនុស្សបែរជាបង្កើតសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបំផ្លិចបំផ្លាញបរិស្ថានទៅវិញជាការពិតណាស់បើយើងក៏ទៅមើលលើសកម្មភាពមនុស្សបច្ចុប្បន្នរាល់សកម្មភាពមនុស្សតែបង្ហាញឲ្យឃើញអំពីការបំផ្លាញឬធ្វើឲ្យប៉ះពាល់ដល់បរិស្ថានមានច្រើនដូចជាការបំពុលអាកាសការប្រើប្រាស់យានយន្តចាស់អូស្មန်តែកញ្ចក់ការបញ្ចេញផ្សែងពុលពីរោងចក្រឧស្សាហកម្មការដុតព្រៃចំណែកការបំពុលទឹកគឺជាការបង្ហូរកាកសំណល់ចេញពីផ្ទះបាយការបង្ហូរកាកសំណល់ពុលឬសារធាតុគីមីចេញពីរោងចក្រឧស្សាហកម្មឬការប្រើប្រាស់ជីគីមីផ្សេងៗការបំពុលដីគឺជាការរួមបញ្ចូលជាមួយសកម្មភាពរស់នៅឬសកម្មភាពផ្សេងៗដូចជាការប្រើប្រាស់ផ្លាស្ទិកជាច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃការទិញសម្ភារៈការទិញម្ហូបអាហារត្រីសាច់ភេសជ្ជៈសិស្សតែការប្រើប្រាស់ផ្លាស្ទិកដើម្បីវេចខ្ចប់ដែលជាហេតុនាំឲ្យមានកាកសំណល់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរបានជាមនុស្សភាគច្រើននិយមប្រើប្រាស់ផ្លាស្ទិកជាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានព្រោះពួកគេយល់ឃើញថាការប្រើប្រាស់ផ្លាស្ទិកមានភាពងាយស្រួលជាងងាយប្រើប្រាស់ងាយវេចខ្ចប់និងងាយបោះចោលក៏ប៉ុន្តែបើយើងគិតតាមភាពជាក់ស្ដែងការប្រើប្រាស់ផ្លាស្ទិកគឺមានតែបង្កើននូវផលវិបាកសម្រាប់ពិភពលោកជាងភាពងាយស្រួលរបស់យើងម្នាក់ៗក្នុងការប្រើប្រាស់ទូទៅផ្លាស្ទិកមានការកើនឡើងជារៀងរាល់ថ្ងៃវាបានធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសជាតិទេសចរជាតិជាពិសេសការរស់នៅរបស់ប្រជាជនចុះបើយើងដឹងហើយថាការប្រើប្រាស់ផ្លាស្ទិកមានផលប៉ះពាល់ចុះហេតុអ្វីយើងមិនផ្លាស់ប្ដូរទម្លាប់របស់យើងជាមួយនឹងការប្រើប្រាស់ផ្លាស្ទិកបើយើងចង់កាត់បន្ថយនៅការសំណល់ផ្លាស្ទិកនោះគឺត្រូវបានចេញពីខ្លួនយើងទាំងអស់គ្នាដូចជាការសិក្សាអំពីផលប៉ះពាល់នៃផ្លាស្ទិកនិងរៀនផ្សព្វផ្សាយអំពីផ្លាស្ទិកទាំងនោះទៅកាន់មនុស្សជុំវិញខ្លួននិងផ្លាស់ប្ដូរទម្លាប់ខ្លួនមួយចំនួនដូចជាពីការប្រើប្រាស់ថង់ផ្លាស្ទិកទៅប្រើប្រាស់ថង់ក្រណាត់កន្ត្រកដែលអាចប្រើប្រាស់បានយូរពេលដែលយើងទៅផ្សារទំនើបជំនួសឲ្យការប្រើប្រាស់ថង់ផ្លាស្ទិកដែលបានមកពីទំនិញទាំងនោះការប្រើប្រាស់ប្រអប់ផ្លាស្ទិកដែលអាចប្រើប្រាស់ឡើងវិញបានជំនួសឲ្យការប្រើប្រាស់ជ័រផ្លាស្ទិកពេលដែលយើងទិញរបស់ប្រើប្រាស់មួយចំនួនការប្រើប្រាស់កែវជ័រថ្មដៃដែលអាចប្រើប្រាស់បានយូរជាជាងការដែលប្រើប្រាស់ជ័រផ្លាស្ទិកដែលបានមកពីការទិញភេសជ្ជៈនៅតាមដងផ្លូវនិងតាមសាធារណៈជាដើមយ៉ាងវិញទៀតការប្រើប្រាស់និងការអនុវត្តវិធីទាំង5យ៉ាងដើម្បីចូលរួមកាត់បន្ថយសំណល់ផ្លាស្ទិករបស់ក្រសួងបរិស្ថាន1បដិសេធការប្រើប្រាស់ដបជ័រកាផ្លាស្ទិកបំពង់បឺតផ្លាស្ទិកចានឬបបផ្លាស្ទិកដែលប្រើម្ដងហើយបោះបង់ចោល2កាត់បន្ថយដំឡើងម៉ាស៊ីនចម្រោះទឹកនិងប្រើប្រាស់នៅថង់បរិស្ថាន3ប្រើប្រាស់ឡើងវិញនៅដបទឹកកែវថង់ប្រអប់អាហារចានស្រានិងបំពង់បឺតដៃឬឫស្សីដែលអាចប្រើប្រាស់ឡើងវិញ4កែច្នៃឡើងវិញចោលសម្រាមនៅក្នុងធុងសម្រាមដើម្បីកែច្នៃឡើងវិញ5រំលឹកអ្នកដទៃ5អ្នកដទៃឲ្យអនុវត្តវិធីឬសកម្មភាពទាំង4ខាងលើអនុវត្តនូវគោលការណ៍ទាំងឡាយដែលជំរុញឲ្យមានការកាត់បន្ថយការសំណល់ផ្លាស្ទិកគឺជាកិច្ចសកម្មភាពរបស់យើងគ្រប់គ្នាក្នុងការជំរុញឲ្យការរស់នៅរបស់យើងប្រកបដោយភាពស្រស់បំព្រងក្នុងក្រោយខ្ញុំក៏សូមការរំលឹកដល់ទៅកាន់មនុស្សគ្រប់គ្នាឲ្យព្យាយាមកាត់បន្ថយរាល់សកម្មភាពដែលជំរុញឲ្យកើនការសំណល់ជាពិសេសការសំណល់ផ្លាស្ទិកដែលជាបញ្ហាធំមួយនៅលើពិភពលោករួមគ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដើម្បីខ្លួនឯងគ្រួសារអ្នកសហគមន៍អ្នកនិងប្រទេសជាតិយើងទាំងមូល